យើងបានធ្វើវិធានការយើងត្រូវធ្វើយុទ្ធនាការមួយទូទាំងប្រទេសអប់រំប្រជាពលរដ្ឋឲ្យយល់ថាមីក្រូហិរញ្ញវត្ថុគឺមិនមែនជារបស់រដ្ឋទេគឺជារបស់ឯកជនគ្រប់ស្ថានីយ៍ទូរទស្សន៍ព្រោះខ្ញុំមើលឃើញរដ្ឋមន្ត្រីក្រសួងព័ត៌មានគាត់គ្រប់គ្រងតែទូរទស្សន៍ជាតិរបស់គាត់ទេគាត់មិនបានធ្វើជាមួយនឹងខ្ញុំយកឱកាសនេះនិយាយទៅគ្រប់ស្ថានីយ៍ទូរទស្សន៍ស្ថានីយ៍វិទ្យុនិងបណ្ដាអង្គភាពអនឡាញក៏ដូចជាសារព័ត៌មានមកព្រឹកចេញមិនតិចទៅដាក់មិនតិចទៅមកទំព័រទៅឥឡូវខ្ញុំសុំថាយុទ្ធនាការមួយឆ្នាំពេញសារព័ត៌មានទាំងអស់ពលឹមឡើងនៅអាក្បាលខាងលើដាក់ហ្មងមីក្រូហិរញ្ញវត្ថុទាំងអស់មិនមែនជារបស់ឯកជនមិនមែនជារបស់រដ្ឋទេក្រៅពីនោះអំពាវនាវគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់បញ្ចូលទៅក្នុងទូរស័ព្ទដៃហៅទៅឮតែសំឡេងស្រែកថាមីក្រូហិរញ្ញវត្ថុជារបស់ឯកជនមិនមែនជារបស់រដ្ឋទេ